ដឹងទេថាហេតុអ្វីបានជាមានផ្គរលាន់ភ្លៀងនិងរន្ទះបាញ់សៀវភៅមួយសែនបញ្ហាអត្ថាធិប្បាយថាក្នុងរដូវភ្លៀងផ្ទាំងពពកក្រសាត់ពាសពេញផ្ទៃអាកាសជួនមានបញ្ចេញសັບផ្គរលាន់ក្រហឹមហើយក៏មានភ្លៀងស្រេចជួនឆាប់ជួនយូរជួនកាលមានទាំងរន្ទះបាញ់ឆុងឆាំងឆេះដាច់ចុងថ្នោតក៏មានទាំងនេះសុទ្ធតែជាបាតុភូតធម្មជាតិដែលមនុស្សលោកបានដឹងឮសឹងគ្រប់គ្នាតែអ្នកដែលយល់ពីមូលហេតុវាមានចំនួនតិចណាស់តើហេតុអ្វីបានជាភ្លៀងឥឡូវនេះសូមនិយាយជាត្រួសពីមូលហេតុដែលមានភ្លៀងមុននឹងមានភ្លៀងធ្លាក់ជាដំបូងគឺមានចំហាយទឹកជាច្រើនឥតឧបមាហើយផើតអណ្ដែតដោយសារកម្ដៅព្រះអាទិត្យទៅដល់កណ្ដាលលំហអាកាសក្នុងចំហាយទាំងនេះផ្ដុំគ្នាជាផ្ទាំងពពកយូរទៅវាអាចកកើតជាដំណក់ទឹកជាច្រើននៅពេលដែលសីតុណ្ហភាពចុះត្រជាក់ហើយដំណក់ទឹកដ៏ច្រើនកកកុញផ្ដុំគ្នាមានទំហំកាន់តែធំឡើងហើយកាន់តែធ្ងន់ឡើងរហូតដល់អាកាសទ្រាំទម្ងន់លេងបានទឹកនោះនឹងត្រូវធ្លាក់ចុះមកដីហៅថាភ្លៀងធ្លាក់ផ្ទាំងពពកដែលពោពេញទៅដោយដំណក់ទឹកយ៉ាងច្រើនកកកបានរសាត់អណ្ដែតនៅលើលំហអាកាសតាមកម្លាំងវាតាដែលផាយផាត់មិនឈប់ឈរម្ដងអណ្ដែតទៅត្បូងម្ដងអណ្ដែតទៅជើងម្ដងអណ្ដែតទៅលិចម្ដងអណ្ដែតទៅកើតលុះអណ្ដែតទៅប៉ះនឹងខ្យល់អាកាសក្តៅដែលជះយ៉ាងខ្លាំងមកពីដីដុំពពកទាំងអស់នេះនឹងបែកខ្ចាយចេញជាមួយជា2ជា3ភាគនីមួយនៃដុំពពកដែលបែកចេញពីគ្នាទាំងនេះវាមានភាពមិនប្រក្រតីទេត្បិតមានដុំពពកខ្លះត្រូវខ្វះចំនួនអេឡិចត្រូនកើតជាធាតុអគ្គិសនីឈ្មោលរីឯដុំពពកខ្លះទៀតនឹងត្រូវមានចំនួនអេឡិចត្រូនលើសប្រក្រតីក៏កើតជាធាតុអគ្គិសនីញីផ្ទាំងពពកទាំងឡាយដែលខ្លះមានធាតុភ្លើងឈ្មោលខ្លះមានធាតុភ្លើងញីបានរសាត់អណ្ដែតតទៅទៀតរហូតដល់ពេលចៃដន្យមួយផ្ទាំងពពកដែលមានធាតុភ្លើងខុសគ្នានេះបានខិតជិតគ្នាដូច្នេះអេឡិចត្រូនយ៉ាងច្រើនត្រូវរត់រហូតខ្ទាតចេញពីផ្ទាំងពពកហើយក៏កកិតគ្នាយ៉ាងខ្លាំងនឹងអេឡិចត្រូនក្នុងអាកាសបណ្ដាលឲ្យកើតជាកម្ដៅហួសកម្រិតក៏ឆេះផ្ទុះចេញជាសម្លេងលាន់ក៏ក្រើកមេឃក៏ក្រើកដីផ្លេចបន្ទោផ្គរលាន់គឺកើតឡើងក្នុងពេលជាមួយគ្នាក៏ប៉ុន្តែដោយសារកាំរស្មីមានល្បឿនលឿនជាងសម្លេងបានយើងមើលឃើញមានផ្លេចបន្ទោមុនផ្គរលាន់ផ្លេចបន្ទោគឺកើតឡើងដោយផ្ទាំងពពកដែលមានធាតុភ្លើងខុសគ្នារត់ប៉ះទង្គិចគ្នាឆេះយ៉ាងដូចនេះឯងឯរន្ទះក៏អញ្ចឹងដែរគឺវាកើតឡើងដោយសារផ្ទាំងពពកដែលរត់រកគ្នានេះបើផ្ទាំងពពកមានទំហំធំបានសេចក្តីថាធាតុអគ្គិសនីមានតង់ស្យុងខ្លាំងកម្លាំងស្រូបរវាងភ្លើងឈ្មោលនិងភ្លើងញីក៏ខ្លាំងដូច្នេះចំនួនអេឡិចត្រូនដែលរបូតខ្ទាតចេញពីផ្ទៃពពកជ្រែកកាត់អាកាសកើតចេញជាភ្លើងឆេះក៏ខ្លាំងរីឯកម្ដៅហួសហេតុក៏កើតក្នុងរយៈពេលយ៉ាងខ្លីបណ្ដាលឲ្យផ្ទុះផ្ទាល់សម្លេងឡើងយ៉ាងខ្លាំងហួសប្រមាណនេះហើយដែលហៅថារន្ទះបាញ់សរុបសេចក្តីទៅគឺថាកាលណាផ្ទាំងពពកមានទំហំតូចការផ្ទុះរន្ទឺសម្លេងនោះក៏ខ្សោយគឺគេមិនឲ្យឈ្មោះថារន្ទះទេហៅថាផ្លេចបន្ទោបើផ្ទុះរន្ទឺសម្លេងខ្ទាល់ញ័ររំដំធរណីព្រៃឈើនិងផ្ទះសម្បែងនោះទើបហៅថារន្ទះបាញ់រន្ទះខ្លះមិនមែនកើតឡើងដោយផ្ទាំងពពកសុទ្ធទេគឺកើតដោយរយៈពពកនិងផែនដីមានពពកខ្លះអណ្ដែតយូរទៅស្រាប់តែខិតទៅជិតចុងត្នោតឬចុងរុក្ខជាតិអាគារខ្ពស់ជាដើមដែលខ្ពស់ផុតគេផុតឯងពេលនោះកម្លាំងអគ្គិសនីក្នុងពពកវានឹងជះថាមពលទៅលើវត្ថុទាំងនោះហើយនៅលើតួវត្ថុទាំងនោះក៏កើតជាធាតុអគ្គិសនីដែរតែផ្ទុយពីពពកនោះឧបមាថាបើពពកនោះមានធាតុឈ្មោលវត្ថុទាំងនោះត្រូវមានធាតុញីហើយក៏កើតមានកម្លាំងស្រូបអេឡិចត្រូនយ៉ាងខ្លាំងបណ្ដាលឲ្យអេឡិចត្រូនទាំងឡាយក្នុងវត្ថុនោះប្រមូលផ្ដុំទៅចុងខាងលើហើយខិតទៅជិតពពកលុះយូរបន្តិចវត្ថុដែលមានធាតុអគ្គិសនីផ្ទុយគ្នាវានឹងស្រូបឆក់គ្នាកាន់តែខ្លាំងឡើងផ្ទាំងពពកក៏ខិតមកកាន់តែទាបទៅរហូតដល់ជិតប៉ះគ្នានឹងវត្ថុខាងក្រោមមួយរំពេចមកវាផ្ទុះចេញជាផ្កាភ្លើងទីនោះក៏ត្រូវអន្តរាយខូចខាតមិនខានម្យ៉ាងទៀតនៅលើវាទំនាបដ៏ល្ហល្ហេវគ្មានរុក្ខជាតិខ្ពស់បើមានមនុស្សធ្វើដំណើរកាត់ទីនោះក្បាលមនុស្សនោះត្រូវមានកម្ពស់ខ្ពស់ជាងគេក្នុងទីនោះដូច្នេះកម្លាំងអគ្គិសនីក្នុងផ្ទៃពពកត្រូវមានប្រតិកម្មជាមួយមនុស្សគឺរវាងពពកនិងមនុស្សនោះត្រូវមានតង់ស្យុងហើយតង់ស្យុងនោះវាកើតជាកម្លាំងនៅពេលដែលពពកបន្ទាបចុះមកហើយវានឹងផ្ទុះនៅពេលដែលដល់កម្រិតមនុស្សដែលមានដាក់លោហៈធាតុក្នុងខ្លួនដូចជាពាក់គ្រឿងអលង្ការខ្សែកខ្សែដៃនាឡិកាជាដើម
អាចនឹងបណ្ដាលឲ្យរន្ទះបាញ់ងាយត្រូវជាងអ្នកដែលមិនមានពាក់ព្រោះគ្រឿងលោហៈធាតុទាំងនេះសម្បូរទៅដោយអេឡិចត្រូនសេរីវាងាយឆ្លងភ្លើងជាទីបំផុតដោយសារការស្រាវជ្រាវរបស់មនុស្សលោកទើបមានមធ្យោបាយការពាររន្ទះគ្រប់បែបយ៉ាងដូចជានៅចុងកំពូលព្រះវិហារចុងកំពូលអគារខ្ពស់ៗគេតែងដោតបង្គោលដែកម្យ៉ាងស្រួចនៅលើហើយតខ្សែលោហៈធាតុពីបង្គោលនោះឆ្លងទៅដីការបើមានរន្ទះកើតឡើងអេឡិចត្រូនទាំងឡាយនឹងរត់ឆ្លងខ្សែលោហៈធាតុជាមួយផែនដីបន្ថយកម្លាំងតង់ស្យុងរវាងពពកនិងចុងបង្គោលបានយ៉ាងស្រួលជួនកាលអង្គតែនវិទ្យុទូរទស្សន៍ក៏អាចបណ្ដាលឲ្យកើតជាគ្រោះថ្នាក់ដោយរន្ទះបាញ់ដែរដូច្នេះបើចង់ជៀសវាងរន្ទះគេត្រូវយកខ្សែអង្គតែនទូរទស្សន៍តភ្ជាប់ជាមួយបំពង់ទឹកម៉ាស៊ីនក៏បានដែរពេលភ្លៀងធ្លាក់យើងត្រូវកុំឈរជ្រកភ្លៀងនៅក្រោមដើមឈើនៅគៀនជញ្ជាំងឥដ្ឋហើយជៀសវាងកុំឲ្យមានគ្រឿងលោហៈធាតុក្នុងខ្លួនឲ្យសោះនេះជារបៀបការពារម្យ៉ាងដែលយើងគួរតែចេះក្នុងការរស់នៅរបស់យើងសូមអរគុណចំពោះការតាមដានស្ដាប់របស់លោកអ្នកសូមកុំភ្លេចចុច Like និង Subscribe Channel